ក្រុមអ្នកកាត់ស្មៅនៅលើបណ្ដោយផ្លូវជាតិលេខ5ធ្វេសប្រហែសណាស់កាត់ស្មៅសុកស្រាប់តែខ្ទាតដុំថ្មត្រូវឡានរបស់អ្នករត់តាក់ស៊ីបណ្ដាលឲ្យបែកកញ្ចក់តែម្ដងបាទជម្រាបសួរក្នុងថ្ងៃនេះខ្ញុំចង់និយាយពីអ្នកព័ត៌មានម្នាក់ដែលគាត់និយាយពីពាក្យធ្វើប្រហែសបាទហើយក៏ព័ត៌មានហ្នឹងតាក់ទងទៅនឹងផ្លូវជាតិលេខ5ដោយក្រុមការងារអ្នកសម្អាតអ្នកកាត់ស្មៅកាត់អីនៅតាមដងផ្លូវតាមផ្លូវជាតិលេខ5ហ្នឹងគាត់បានកាត់ទៅក៏ខ្ទាតដុំថ្មធ្វើទៅដល់បែកកញ្ចក់ឡានបងរថតាក់ស៊ីបានហើយបងតាក់ស៊ីគាត់បានឲ្យខាងក្រុមការងារហ្នឹងគាត់ចេញលុយចេញកាក់ដើម្បីសងកញ្ចក់គាត់អញ្ចឹងណាហើយខ្ញុំក៏បានមើលតទៀតដែរខ្ញុំមើលតន្តិចទេហើយខ្ញុំមិនពេញចិត្តត្រង់ពាក្យបងខាងព័ត៌មានដែលគាត់បាននិយាយថាការកាត់ស្មៅធ្វើប្រហែសដែលឲ្យថ្មខ្ទាតទៅត្រូវកញ្ចក់ឡានអ្នករត់តាក់ស៊ីពាក្យហ្នឹងខ្ញុំអត់គ្រប់ត្រូលពាក្យថាធ្វើប្រហែសទេវាធម្មតាយើងកាត់ទៅវាវិលទៅវាខ្ទាតថ្មយ៉ាងហើយពាក្យថាធ្វើប្រហែសលុះត្រាណាតែគាត់កាត់ស្មៅទៅកាត់ទុកម៉ូទ័រចោលដោយមិនបានពលុតហើយធ្វើឲ្យខ្ទាតថ្មអានឹងបានត្រូវតែពេលណាដែលកាត់កំពុងធ្វើការហើយខ្ទាតមិនមែនប្រើពាក្យធ្វើប្រហែសទេពួកកាត់ទៅវិលទៅខ្ទាតថ្មធ្លាប់ខ្ទាតមកត្រូវម៉ូតូខ្ញុំម្ដងដែរខ្ញុំមិនដែលបាននិយាយតែគាត់ធ្វើប្រហែសទេគាត់ត្រូវតិចតួចចំពោះខ្ញុំណាហើយខ្ញុំក៏អត់និយាយខ្ញុំអត់គ្រប់ត្រូលពាក្យថាធ្វើប្រហែសដែរបងត្រូវនិយាយថាក្រុមការងារអ្នកសម្អាតផ្លូវអ្នកកាត់ស្មៅណាមបណ្ដោយផ្លូវជាតិលេខ5បានកាត់ស្មៅធ្វើឲ្យខ្ទាតដុំថ្មទៅត្រូវនឹងកញ្ចក់ឡានអ្នករត់តាក់ស៊ីអានឹងបានត្រូវបងឯងនិយាយពាក្យធ្វើប្រហែសខ្ញុំអត់គ្រប់ត្រូលពាក្យថាធ្វើប្រហែសទេព្រោះតែកាត់ទៅវាមានថ្មនៅនឹងដោយពេលខ្លះថ្មនៅវានៅក្រោមស្មៅយើងមើលអត់ឃើញទេបងនិយាយអញ្ចឹងខ្ញុំអត់គ្រប់ត្រូលតែពាក្យថាធ្វើប្រហែសទេចាំបងឃើញហើយក៏បងចង់ថាមិនថាអីខ្ញុំក៏អត់បញ្ហាដែរបាទតែខ្ញុំគាត់អត់ពេញចិត្តពាក្យហ្នឹងបាទសូមអរគុណសូមជម្រាបលា